này Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតោះយើងទៅមណ្ឌលគិរីជាមួយខ្ញុំម្ដងដោយសារថ្ងៃនេះខ្ញុំមានការងារមួយនៅខាងមណ្ឌលគិរីដែលត្រូវទៅឆែកមើលគឺយើងធ្វើផ្ទះតិចកម្មនៅនឹងរយៈពេល1ឆ្នាំហើយតែដោយសារតែប្រហែលថ្ងៃមុននេះវាមានភ្លៀងមានផ្គរផ្ទះបាញ់ខូចឧបករណ៍អញ្ចឹងយើងត្រូវឡើងទៅឆែកមើលថាតើមានឧបករណ៍ណាខ្លះដែលត្រូវខូចផ្លាស់ប្ដូរអីខ្លះហើយដោយសារតែបងប្អូនយើងប្រាប់ថានៅមណ្ឌលគិរីទេសភាពខែហ្នឹងពេញស្អាតហើយអញ្ចឹងយើងចាំកាលទៀតមានតែដាក់អីវ៉ាន់ហើយទៅបោះតង់លេងកុំឲ្យខាតជើងទោះជុលទៅធ្វើការហើយយើងចំណាយពេលបោះតង់លេងកំសាន្តអារម្មណ៍តិចទៅឬសូទេសភាពស្អាតអញ្ចឹងមកយប់ទល់ភ្លឺគេញ៉ាត់លក់ម៉ោង12កន្លះងើបរៀបអីវ៉ាន់ម៉ោង1កន្លះរៀបអីវ៉ាន់ហើយចេញដំណើរឆ្ពោះពីភ្នំពេញតាមផ្លូវជាតិលេខ6ទៅរហូតឆ្លងកាត់កំពង់ចាមហើយខ្ទង់ម៉ោង6យើងទៅដល់ស្នួលនឹកថាទៅដល់នោះបានអង្គុយមើលទេសភាពដេកមើលទេសភាពដ៏ស្រស់ត្រកាលហើយទៅដល់ជួបរឿងមួយដែលយើងមិនចង់ឲ្យវាកើតឡើងតាមធម្មតាអ្នកណាក៏ចង់ជួបរឿងល្អៗដែរប៉ុន្តែពេលខ្លះយើងកំណត់អត់បានទេអញ្ចឹងអ្វីដែលយើងត្រូវជួបគឺយើងត្រូវតែជួបអញ្ចឹងចង់ដឹងថាយើងជួបអីឥឡូវទៅតាមដានមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាចេញពីស្នួលមកយើងធ្វើដំណើរប្រហែលជា7ម៉ោងទៀតក៏ទៅដល់កៅសមាទេសភាពចាប់ដើមស្អាតសងខាងផ្លូវខៀវព្រៃក្រាស់ក្រាស់យើងទៅដល់កន្លែងមួយគេដាក់ឈ្មោះថាទឹកខូបសីមាសែនជ័យក៏ចុះមើលទេសភាពកន្លែងហ្នឹងម្ដងព្រោះជីកាត់នឹងច្រើនដងហើយអត់ដែលបានចុះទេកន្លែងហ្នឹងគឺសិតតែភ្នំហើយវាមានអូមួយសងខាងអូហ្នឹងគឺមានព្រៃអាស័យដ៏ប្រប់ជាប់មាត់អូហ្នឹងធ្វើឲ្យរំលេចទេសភាពកាន់តែស្រស់ស្អាតឡើងបន្ទាប់ពីយើងឈប់សម្រាកកន្លែងហ្នឹងថតរូបមកផ្លែតលេងហើយយើងក៏ចេញដំណើរបន្តទៅទៀតព្រោះយើងអត់ហ៊ានពជាពេលទេការងារត្រូវតែធ្វើយើងធ្វើការងាររួចរាល់ហើយអស់បានយើងអាចឆ្លៀតពេលទៅបោះតង់កំសាន្តអារម្មណ៍បានហើយយើងចេញពីនឹងមកប្រហែលជាខ្ទង់1ម៉ោងជាងយើងក៏ដល់អូរាំងយើងឃើញមេឃចាប់ដើមចុះអាប់បដាទេសភាពព្រឹត្តតែស្អាតឡើងនៅអូរាំងក្រោយភ្លៀងហើយមេឃចុះអាប់ទេសភាពព្រឹត្តតែស្អាតក៏ថតទុកឲ្យបងប្អូនមើលបានតិចទៀតដើម្បីបញ្ញាប់បញ្ញាលបន្តទៅកន្លែងការងាររបស់យើងនៅខាងក្នុងនោះទៀតព្រោះកន្លែងដែលយើងធ្វើការងារនោះនៅខាងក្នុងវាចូលពីផ្លូវជាតិទៅប្រហែលជាខ្ទង់7-20គីឡូតទៅទៀតឥឡូវយើងមកដល់មណ្ឌលគិរីហើយបងប្អូនយើងមកដល់ស្រុកអូរាំងចិត្តប៉ាត់យើងមកដល់តាំងពីម៉ោង8កន្លះពេលយើងទៅដល់ភ្លាមបើកឡានទៅមុខអត់ចង់រួចទេបងប្អូនហើយដោយសារតែងាកទៅខាងឆ្វេងក៏ទេសភាពស្អាតខាងស្ដាំក៏ទេសភាពស្អាតអញ្ចឹងងាកឈប់ថតខ្ញុំថាវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយមែនតើបើសិនជាយើងមានពេលយើងគួរតែចំណាយពេលទៅលេងមណ្ឌលគិរីនៅខ្ទង់ខែ8ខែ9នឹងម្ដងដើម្បីកាត់បន្ថយនៅភាពតានតឹងរបស់យើងទៅដល់កន្លែងការងារភ្លាមខ្ញុំសូត្រចូលទៅមើលការងាររួចរាល់ហើយអោចាញ់មកវិញដើរមើលផ្លែឈើម្ដងផ្លែឈើដែលដុះជុំវិញផ្ទះតិចកម្មនោះមានផ្លែផាសិនផ្លែបឺផ្លែនេះផ្លែនោះច្រើនប្រភេទចង់ប្រព័ន្ធរលឹកមើលផាសិនវាបងប្អូនដល់ឃើញអត់នេះដៃ2ក្តោបអត់ជុំទេណាអូសកាបែកឲ្យយើងលងហ្នឹងចាបែកហើយណាហ្នឹងគេបេះត្រឹមនេះឯងគេបេះហើយតងហ្មងនេះទៅវាថតឲ្យស្អាតអាពីនេះទុំនឹង2ដែរមែនអូទុំតែមួយឯង2ណាអស់សឹងចាស់ឲ្យសឹងបែបបានទាំងអស់ហើយចានៅផ្លែឆ្ងាញ់ណាតែគាត់យើងអត់បានថែវាដិតដល់វាអត់សូវធំណាស់យ៉ាងឆ្នាំក្រោយដាក់ថតល្អបែបសាមកមិនដែរអូទុំតាសាកមួយសិនវាអត់តន់ទុំល្អឯងប៉ុន្តែវាយើងលឿងដែរស្រស់ធម្មជាតិពិតជូអែមមិនជូអែមទេដូចយើងចង់ជូថ្ងៃហ្នឹងយើងបាយនៅតកាសិនភាសាការងារទៅចប់ចឹងយើងបាយនៅតកាហើយតែយើងថ្ងៃនេះដូរបរិយាកាសយើងអត់ដេកនៅតកាទេយើងទៅដេកទៅលើវាលស្មៅនៅចិត្តពលានដល់វិញបាយហើយបើថ្ងៃជាតិជួយបុកប្រហុកយកទៅហូបជាមួយនឹងជ្រូកឯងនៅលើវាលស្មៅម្ដងព្រោះលើកមុនជាតិគាត់បុកអាហ្នឹងខ្ញុំហូបទៅឆ្ងាញ់ត្រូវមាត់តែគ្រាន់គាត់ដាក់ហិលពេកចេញពីចកាមកយើងក៏មកយកជ្រូកកដោមួយហើយគេអត់បានធ្វើឲ្យយើងទេដោយសារយើងមកហួសម៉ោងអញ្ចឹងត្រូវធ្វើខ្លួនឯងដើម្បីយើងបានរបស់ស្រស់យកទៅហូបឥឡូវហើយយើងរៀបអីវ៉ាន់ឡើងឡានបន្តដំណើរទៅកន្លែងបោះតង់
គាត់ដល់ឡើងឡានភ្លាមគាត់ទាញធុងបាសមកមួយប៉ុណ្ណាដែលខ្ញុំខំរត់កិច្ចពីកន្លែងអ៊ូអទៅរកភាពស្ងប់ស្ងាត់ឥឡូវគ្មានទៅចាក់ធុងបាសនៅក្នុងឡានហើយក្នុងឡានមានធុងបាសសោះហើយគាត់ទៅចាក់ធុងបាសនៅក្នុងឡានពិតជាឌឺមែនដល់គោលដៅកន្លែងដែលយើងត្រូវបោះតង់សម្រាប់យប់ហ្នឹងកំពុងតែសម្លឹងមើលកន្លែងណាដែលទំនងមានម្លប់ខ្លះហើយឃើញទេសភាពស្អាតជាងគេយើងទៅដល់កន្លែងហ្នឹងតែម្ដងឥឡូវយើងសម្រាប់ចាត់ថាយើងសម្រាប់នៅហ្នឹងហើយយប់ហ្នឹងបោះតង់សម្រាប់នៅកន្លែងហ្នឹងនៅលើវាលស្មៅហ្នឹងលើពុំតែរើបានចុះនេះទស្សនភាពកន្លែងដែលយើងសម្រាប់ដែលយប់ហ្នឹងហើយខ្ញុំក៏រៀបចំបោះតង់ពួកគាត់រៀបចំប្រកាត់ភ្លើងធ្វើម្ហូបព្រោះឥឡូវនេះវាម៉ោងដូចជា7:05ដែរហើយអញ្ចឹងតោះតែយើងរៀងបញ្ញាបញ្ញាតិចបានតន់សភាពការមុននឹងយើងអាំងយើងប្រឡាក់គ្រឿងជ្រូកឲ្យវាចូលជាតិមួយផ្លែតសិនបានយើងយកទៅអាំងឲ្យហូបបានឆ្ងាញ់ចប់ហើយបងប្អូនអើយណែខំកោសរោលឥឡូវខ្លោចបាត់ហើយកន្លង5ជាងហើយបងប្អូន76ហើយនេះកន្លែងដែលយើងចំសម្រាប់ទៅឥឡូវមហូបគាត់ចិត្តឆ្អិនបាត់ហើយអាហ្នឹងវាត្រូវខ្លោចខ្លាយខ្លាយយើងត្រូវកោសធ្វើចាក៏ឡើងកលឺឆ្ងាញ់អាគោប្រូស៊ីកាអត់ស៊ីកាទេនេះពីយូដែលយើងថតពីលើបងប្អូនជុំវិញកន្លែងដែលយើងបោះតង់គេហ្នឹងទេសភាពស្អាតខ្លាំងណាបងប្អូនអើយហើយឥឡូវថ្ងៃរៀបលិចហ្នឹងគឺជះពលឺមកពណ៌មាសវាបូករួមនឹងវាលស្មៅនឹងឃើញស្អាតមែនតើជ្រូកអាំងយើងហើយនឹងគ្រឿងក្នុងជ្រូកដែលស្ងោរនឹងចិត្តឆ្អិនដែរឥឡូវយើងបុកទឹកត្រីបុកម្ដងកន្លែងដែលយើងបុកទឹកត្រីបុកហ្នឹងមើលទៅមានព្រះអាទិត្យរៀបលិចតនមហូបមិនតនឆ្អិនស្រួលបួលខ្ញុំឆ្លៀតតម្រេតខ្នងបន្តិចសិនព្រោះពីយប់មិញនេះខ្ញុំបើកឡានតាំងពីម៉ោង1កន្លះរហូតទៅអត់បានសម្រាកទេពួកគាត់អាចមានពេលសម្រាកខ្ញុំបើកឡានរហូតចឹងឥឡូវឆ្លៀតតម្រេតខ្នងបន្តិចមើលថ្ងៃលិចដើម្បីចងចាំនៅអារម្មណ៍ដ៏ល្អមួយនឹងដែលយើងគេងមើលថ្ងៃលិចនៅលើវាលស្មៅដ៏ខៀវខ្ចីហ្នឹងជាតិចុងភៅអាំងជ្រូកគាត់ឃើញខ្ញុំចុះពីកៅអីហ្នឹងគាត់ឃើញខ្ញុំគេងមុនហ្នឹងវាតំណងពេកគាត់ឡើងទៅសាកគាត់ឡើងលើកៅអីហ្នឹងមកផ្លែតក្លាប់កៅអីហ្នឹង2ដងថាមិនដឹងមិនគាត់សើចឡើងចង់ហៀទឹកភ្នែកអានេះគ្រឿងក្នុងជ្រូកស្ងោរនោះវីយូយើងនៅខាងហើយកន្លែងដែលយើងសម្រាប់យប់ហ្នឹងគឺនៅខាងនោះទេសភាពមិនដឹងគួររាយរាប់និយាយថាម៉េចទេបងប្អូនហ្នឹងគាត់ថាមើលទៅឃើញតែខៀវមើលទៅជ្រូកដូចឆ្អិនឥឡូវសេរីមកដុំយកមកសាករសជាតិសិនបងប្អូនចាប់ដល់ស្ដាយកាន់មកណែគូនេះចូលថ្ងៃថាអត់ឆ្ងាញ់ចូលមកហូបមួយខ្ញុំបងប្អូនមកនេះយកចាស់ស្រួយញោកចាស់ហើយចុះអូខេមកលើកដាក់អូអស់ចាមើលអស់ចាងៅចឹងអីងាប់ហើយណាលុកជប់ចូលទឹកត្រីហ្នឹងជៀតអត់អានេះស្រួយជាងលើមុនស្រួយមែនតាដល់សារនេះភ្លើងខ្លាំងងោកភ្លើងតិចស្រួយញោកមកដាក់មកអូសុំមកស្បែកមកលួយធ្លាក់ដីបាត់ឡើយស្ដាយដាក់ញ៉ូហាំបាយក្តាំងហាំបាយក្តាំងហាំតាក់មើលស្វាយអាហ្នឹងវានេះអានេះអាស្វាយនេះស្រួយនេះបន្ទាប់ពីយើងអង្គុយហូបបាយទឹកជុំគ្នាហើយឥឡូវអាកាសធាតុក៏កាន់តែត្រជាក់ហើយមេឃល្ងិតអញ្ចឹងធ្វើឲ្យបរិយាកាសនឹងវាទៅជាស្អាតមួយបែបផ្សេងទៀតធ្វើឲ្យអារម្មណ៍យើងរឹតតែស្រស់ស្រាយរឹតតែស្រស់ថ្លាជាងមុនទៀតហើយខ្យល់រហៀកមករហូតយប់កាន់តែជ្រៅទៅហើយពួកគាត់នៅតែចែកគ្នាលេងហូបអីជុំគ្នាឈៀលហ្នឹងដោយសារខ្ញុំអស់កម្លាំងពេកខ្ញុំក៏សម្រេចចាត់ថាឥឡូវទៅគេមើលផ្កាយមើលមេឃដោយសារយប់ហ្នឹងមិនដឹងមិនអត់មានភ្លៀងអត់មានអីទេអាកាសធាតុល្អខ្យល់ត្រជាក់ហើយមេឃឃើញផ្កាយឃើញអីចឹងយើងទៅដេកលើវាលស្មៅមើលផ្កាយមើលអីចឹងធ្វើឲ្យយើងចងចាំអារម្មណ៍ល្អនឹងអត់ភ្លេចហើយដោយសារខ្ញុំអស់កម្លាំងផងចឹងខ្ញុំក៏សម្រេចចិត្តថាឥឡូវខ្ញុំចូលគេងមុនហើយ
ពួកគាត់នៅបន្តឈៀលដឹងដល់ស្មារតីទេសម្រាប់វីដេអូនេះក៏ដល់ទីបញ្ចប់ត្រឹមប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel ឬក៏ Follow Page ម្នាក់មួយផងដើម្បីទទួលបានវីដេអូដំណើរកម្សាន្តបែបហ្នឹងទៀតអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទ